សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងបងជ្រូកទៀតហើយយើងនឹងរៀនអំពីសត្វនៅក្នុងទឹកហើយនិងសត្វនៅលើគោកអញ្ចឹងកូនបានស្គាល់ខ្លះៗហើយគឺសត្វក្នុងទឹកមានអីខ្លះកូនបាទសត្វទី1គឺជាសត្វត្រីកូនស្គាល់ហើយសត្វត្រីគឺរស់នៅក្នុងទឹកបន្តមកទៀតសត្វនេះសត្វគេកូនមានដៃមានជើងច្រើនហើយមានអង្គាបទៀតអញ្ចឹងសត្វនេះគឺសត្វក្តាមកូនកុំលពឹសកុំចាប់ក្តាមយ៉ាត់ក្តាមគៀបបន្តមកទៀតសត្វនេះសត្វអីគេសត្វនេះគឺមានជើង4អាចដើរបានហើយមានស្នូករឹងទៀតអានឹងសត្វអីគេកូនបាទគឺសត្វអណ្ដើកអញ្ចឹងសត្វអណ្ដើកគឺវារស់នៅក្នុងទឹកហើយអណ្ដើកវាអាចដើរយឺតបន្តមកទៀតសត្វនេះសត្វអីគេសត្វនេះមើលទៅគួរឲ្យខ្លាចមានធ្មេញមានកន្ទុយហើយមានជើង4គឺសត្វក្រពើត្រីនេះត្រីគេកូនមានធ្មេញវែងធ្មេញស្រួចគួរឲ្យខ្លាចអញ្ចឹងត្រីធំមែនទែនត្រីគេកូនមកកូនណាស្គាល់ត្រីនេះត្រីគេមានធ្មេញវែងគួរឲ្យខ្លាចមកគឺត្រីឆ្លាមកាចត្រីឆ្លាមស៊ីមនុស្សចុះសត្វនេះកូនស្គាល់ហើយនៅផ្ទះយំកាបគឺសត្វទាហាងក្នុងទឹកចុះសត្វនេះវិញសត្វនេះមានភ្នែកមានដៃច្រើនម្ល៉េះអញ្ចឹងសត្វនេះគឺយើងហៅថាសត្វមឹកអាចញ៉ាំបានទេកូនតែញ៉ាំមឹកអត់ឆ្ងាញ់សាច់មឹកគឺឆ្ងាញ់បន្តមកទៀតសត្វគេស៊ីស្មៅញាប់ស្ញញមើលមាត់វាមកឆ្ងាញ់ទេវាពងស៊ីស្មៅគួរឆ្ងាញ់អញ្ចឹងកូនស្គាល់ហើយគឺសត្វសេះចុះសត្វនេះវិញអានេះជើង4ដូចសត្វសេះដែរប៉ុន្តែវាមានរូបរាងស្រដៀងគ្នាគឺយើងហៅថាម៉ឬក៏សត្វគោចុះសត្វនេះវិញសត្វនេះកូនអត់សូវបានឃើញទេប៉ុន្តែយើងអាចស្គាល់វាបានវាគឺជាសត្វចៀមក៏មានជើង4ដែរបន្តមកទៀតអានេះសត្វអីគេស្តៀងចៀមដែរប៉ុន្តែយើងហៅថាសត្វលាកំពុងតែរមើលគ្នានៅឯណាចុះសត្វនេះវិញមានចង្កុំមានធ្មេញវែងគួរឲ្យខ្លាចប៉ុន្តែយើងស្គាល់ហើយមែនទេគឺជាសត្វខ្លាយើងហៅថាបងខ្លាគឺកាចចុះសត្វនេះវិញសត្វដែលលពឹសតងដើមឈើរត់ឆ្លេឆ្លាបាទគឺសត្វស្វាអញ្ចឹងកូនដែលឃើញហើយសត្វស្វាលពឹសណាស់ចុះសត្វនេះវិញសត្វនេះអត់ពិបាកទេកូនស្គាល់ហើយគឺសត្វមាន់កំពុងតែចឹកចំណីនៅផ្ទះគឺសម្បូរមាន់ណាស់បាទសត្វនេះវិញគឺសត្វឆ្លុះខ្លាកំពុងតែដេញចាប់សត្វឆ្លុះធ្វើជាចំណីចុះសត្វនេះវិញយើងហៅថាសត្វក្តាន់ទៅមកទៀតសត្វដែលធំហើយខ្ពស់មានប្រមោយ2វែងមានជើង4ត្រចៀកធំយើងហៅថាសត្វអ្វីកូនបាទគឺសត្វដំរីធំចុះសត្វនេះវិញសត្វនេះកូនមិនពិបាកស្គាល់ទេសត្វដែលពូកែស៊ីពូកែដេកខ្ជិលអត់ធ្វើការហើយពូកែយំពេលដែលយើងនៅចិត្តកន្លែងដេករបស់វាគឺវាយំដន្លង់នៅផ្ទះទៀតចេះរំទៀតអញ្ចឹងសត្វនេះសត្វអីគេបាទគឺសត្វជ្រូកកូនស្គាល់ហើយបងជ្រូកកំពុងតែរួមបងជ្រូកលយមកចេះរួមទៀតអញ្ចឹងសត្វជ្រូកយំមិនកូនសត្វជ្រូកបាទសត្វជ្រូកយំអូកតែសំខាន់ឥឡូវវាចេះរួមទៀតនេះសត្វជ្រូកកំពុងតែរួមកូនស្គាល់អស់គ្នាហើយបន្តមកទៀតសត្វនេះយើងហៅថាសត្វឆ្មាយំមិនសត្វឆ្មាយំមៀវចំណែកឯសត្វនេះវិញកូនស្គាល់ហើយនៅផ្ទះគឺយើងមានទាំងអស់គ្នាហើយយើងហៅថាកើឬសត្វឆ្កែ